សួស្តីអ្នកទាំងអស់គ្នាតោះថ្ងៃនេះគឺខ្ញុំមកចាចែករំលែកជាមួយនឹងសម្រាប់ស្បែកមុខយើងដែលកំពុងតែប្រើប្រាស់ផលិតផលលាឬក៏អ្នកដែលធ្លាប់ប្រើប្រាស់ផលិតផលលាពីមុនមកឬក៏ផលិតផលខ្លះមានជាតិស្តេរ៉ុយអ្នកនរគ្នាពេលឈប់លាបតើមានបញ្ហាដូចស្បែកមុខខ្ញុំក្នុងវីដេអូនេះគឺខ្ញុំនឹងចាចែករំលែកជូនទៅកាន់អ្នកទាំងអស់គ្នាណាសម្រាប់អ្នកទាំងអស់គ្នាដែលជាផលិតផលបកតេបារាំងចាជួយបំបត្តិរាល់ការស្បែកមុខរបស់យើងដែលរមាស់រលាកមុខនិយាយទៅក៏ហមអីហ្នឹងជាពិសេសគឺសម្រាប់អ្នកដែលគាត់កំពុងតែចង់ផ្ដាច់លេលាហើយពេលឈប់លាបទៅមានបញ្ហារមាស់ក៏ដូចជាពេលស្បែកមុខយើងធ្លាប់ប្រើផលិតផលពីមុនមានជាតិស្តេរ៉ុយអ្នកនរគ្នាហើយពេលយើងលាបផលិតផលផ្សេងទោះបីជាផលិតផលនោះសុទ្ធក៏ដោយប៉ុន្តែវាធ្វើឲ្យស្បែកមុខយើងដូចលាបអត់ត្រូវជាស្ដែងគឺស្បែកមុខខ្ញុំតែម្ដងលាបនិយាយទៅលាបផលិតផលណាក៏អត់ត្រូវដែរពេលយើងធ្លាប់ប្រើផលិតផលដែលមានជាតិកាត់ជាតិបកអញ្ចឹងខ្ញុំទៅជួបជាមួយនឹងគ្រូពេទ្យគាត់ណែនាំឲ្យលាបចាស៊ីសាផ្លាស់នេះសិនលាបហើយមុខខ្ញុំពេលលាបដំបូងមានអារម្មណ៍ថាជាស្បែកមុខហើយយើងលាបដំបូងគឺលាបតិចបំផុតណាអ្នកនរគ្នាលាបតិចសិនលាបហើយមុខខ្ញុំដែលហើមពីមុននោះគឺលាបទៅបានប្រហែលជាមួយសប្តាហ៍ចាប់ផ្ដើមស្រកហើមចាហើយរមាស់តិចតិចកន្ទុយហ្នឹងគឺបាត់ហើយរមាស់វិញគឺបាត់ចាហ្នឹងគឺល្អបងគេមែនណាអ្នកគ្នាប៉ុន្តែតម្លៃគឺរៀងខ្ពស់បន្តិចដោយសារតែជាផលិតផលបបទេប្រាំងហើយសតអ្នកគ្នាខ្ញុំទិញនៅកន្លែងចាគេលក់អសតស្ថានណាអញ្ចឹងគាត់ណែនាំឲ្យខ្ញុំលាបនេះអមទីផ្សិនចាំទៅរកមើលផលិតផលដែលលាបបំបត្តិអាចរុយហើយពេលយើងលាបអាហ្នឹងគឺអត់ជួយឲ្យស្បែកមុខយើងសឬក៏បំបត្តិរាល់បញ្ហាស្នាមអីទេចាវាគាត់តែជួយជួសជុលកោសិកាស្បែករបស់យើងឲ្យរឹងមាំឲ្យស្បែកមុខយើងមានសុខភាពល្អត្រឡប់មកវិញដូចជាជួយបន្សាបជាតិស្តេរ៉ុយឬក៏ជាតិកាត់ជាតិបកពីមុនអ្នកគ្នាហ្នឹងជាស្ដែងគឺស្បែកមុខដែលប្រើស្បែកមុខខ្ញុំប្រើផ្ទាល់គឺអញ្ចឹងអានេះគឺខ្ញុំប្រាប់បាន1ខែខ្ញុំអត់ទាន់លាបលេអីទាំងអស់ស្បែកមុខខ្ញុំនៅក្រៅខ្មៅបន្ទាប់មកទៀតគឺខ្ញុំលាបជាមួយនឹងលេការពារកម្ដៅថ្ងៃគ្រីមស៊ីសាផ្លាស់វិញយើងលាបចាមួយថ្ងៃ2ដង2យប់ហើយនិង2ព្រឹកដូចខ្ញុំអញ្ចឹងទៅដល់លេងពេលល្ងាចកដៅក៏ខ្ញុំលាបស៊ីសាផ្លាស់ហើយគឺខ្ញុំលាបលេការពារកម្ដៅថ្ងៃពីលើអានេះគឺនិយាយទៅបង5 6ហើយអ្នកគ្នាតផ្លាស់60នោះតែកដៅខ្ញុំចូលក្នុងឡានឆ្លៀតថតចាដើម្បីបង្ហាញជូនអ្នកទាំងអស់គ្នាណាដែលសារតែមានចាអូនមួយចំនួនគាត់ឆាតមកសួរថាស្បែកមុខគាត់ពីមុនប្រើជាតិកាត់ជាតិបកទៅពេលលាបផលិតផលទៅហើមដែលខ្ញុំអញ្ចឹងអ្នកនរគ្នាជាផ្សេងបញ្ហារមាស់និយាយទៅខ្ញុំណែនាំឲ្យជាមួយនឹងគ្រីមស៊ីតាផ្លាស់នេះគឺថាល្អមែនទែនអ្នកទាំងអស់គ្នាណាសូម្បីតែកូនក្មេងរមាស់អីក៏អាចលាបបានដែរអាហ្នឹងអ្នកគ្រូពេទ្យគាត់ប្រាប់ខ្ញុំហើយខ្ញុំសាកមើលកូនខ្ញុំគាត់ទៅលេងទឹកទៅគាត់រោលពេលខ្ញុំយកគ្រីមនឹងលាបគឺបាត់ហើយសម្រាប់ដល់ដៃខ្ញុំនេះអ្នកនរគ្នាអាពណ៌សណាស៊ីតាផ្លាស់ហ្នឹងគឺខ្ញុំលាបយើងមិនលាបតែមុខតែកន្លែងដៃជើងយើងកយើងស្អីខាំឬក៏រមាស់អីក៏អាចលាបបានដែរហ្នឹងចាប់ផែតគ្រីមនេះមុខលាបទៅគឺរលោងហើយឲ្យជួយឲ្យមុខយើងមានសំណើមនិយាយទៅទន់រលោងតែម្ដងអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបើសិនជាបងប្អូនមានចម្ងល់ទាក់ទងវីដេអូនេះអាច comment បានណាអរគុណបាយបាយ